ដោយសារតែមានបងប្អូនយើងជាច្រើនគាត់អត់ទាន់យល់ពី email និងអត្ថប្រយោជន៍របស់ email អញ្ចឹងថ្ងៃនេះខ្ញុំនឹងលើកយកពីអត្ថប្រយោជន៍ email ព្រោះម្ដងទៀតឲ្យបងប្អូនទាំងអស់គ្នាយល់ហើយសង្ឃឹមថាម្ដងនេះការពន្យល់របស់ខ្ញុំនឹងអាចធ្វើឲ្យបងប្អូនទាំងអស់គ្នាអាចយល់បានណាអញ្ចឹងតកតទៅនឹង email នេះបែរលុះត្រាតែយើងបង្កើតណាទើបយើងបាន email យើងមកប្រើហើយ email នេះគឺវាមានប្រភេទ email ជាច្រើនដូចជា Gmail Yahoo Mail Outlook Mail Hotmail អីចឹងទៅណាទៅតាមក្រុមហ៊ុន email ផ្សេងទៀតដែលយើងអត់បានស្គាល់អញ្ចឹងគ្រាន់តែឥឡូវនេះអ្វីដែលគេនិយមប្រើហើយនិយមបង្កើតនោះគឺ Gmail អញ្ចឹងអត្ថប្រយោជន៍របស់ Gmail នេះណាអញ្ចឹងខ្ញុំសូមនិយាយថា Gmail តែម្ដងទៅហើយយើងជំនួសដល់ email ផ្សេងៗណាអញ្ចឹងអត្ថប្រយោជន៍របស់ Gmail នេះគឺវាមានច្រើនមែនទែនណាក៏ដូចជា mail ផ្សេងៗហ្នឹងតែអ្វីដែលខ្ញុំលើកយកមកនិយាយបង្ហាញជូនបងប្អូននៅពេលនេះគឺសូមលើកយកតែពីចំណុចសំខាន់ដើម្បីឲ្យបងប្អូនទាំងអស់គ្នាយល់ណាប៉ុន្តែបើសិនជានិយាយពីអត្ថប្រយោជន៍នេះគឺច្រើនមែនទែនអូខេអញ្ចឹងចំណុចសំខាន់ទី1ឧទាហរណ៍ថាណាយើងយក email ហ្នឹងយើងយកទៅបង្កើតនៅក្នុងបណ្ដាញសង្គមផ្សេងៗដូចជា Facebook TikTok YouTube WhatsApp ឬក៏ Instagram ឲ្យតែបណ្ដាញសង្គមអញ្ចឹងក្នុងករណីដែលយើងបាត់លេខទូរស័ព្ទណាយើងបដូរលេខទូរស័ព្ទឬក៏បាត់លេខទូរស័ព្ទឬក៏ទូរស័ព្ទយើងគេលួចអីចឹងទៅហើយទូរស័ព្ទហ្នឹងលេខហ្នឹងយើងអត់មានដាក់ញ៉ាំបានអត់អីចឹងទៅយើងបាន email ហ្នឹងហើយណាឬក៏ Gmail ហ្នឹងហើយយកមកគេហៅថាស្រាវជ្រាវយក account របស់យើងមកវិញបានណាអញ្ចឹងរាល់បណ្ដាញសង្គមទាំងអស់យើងត្រូវតែបង្កើត account ណាយើងត្រូវតែបង្កើត account ទើបយើងអាចលេងបណ្ដាញសង្គមទាំងអស់ហ្នឹងបានអញ្ចឹងការបង្កើត account ហ្នឹងយើងត្រូវប្រើលេខទូរស័ព្ទយើងត្រូវប្រើ email ហើយបងប្អូនខ្លះអត់ចង់ដាក់ទេ email គាត់ចង់ដាក់តែលេខទូរស័ព្ទអញ្ចឹងដល់ពេលបាត់ទូរស័ព្ទឬក៏លេខហ្នឹងវាមានបញ្ហាអីចឹងទៅអាហ្នឹងយើងមើលមិនឃើញគឺ account របស់គាត់គឺអំបិលហើយណាមិនថាជាពិសេសគឺអ្នកលេង Telegram អីណាដោយសារឥឡូវអ្នកលេង Telegram មួយច្រើនដែរអញ្ចឹងមិនថា Facebook Telegram TikTok អីទេកាលណាយើងបង្កើតមកយើងដាក់តែលេខទូរស័ព្ទយើងអត់បានភ្ជាប់ជាមួយនឹង email ទេគឺនៅពេលដែលបាត់ទូរស័ព្ទឬក៏យើងភ្លេច account របស់យើងឬក៏ភ្លេចលេខសម្ងាត់ឬក៏មុខងារសុវត្ថិភាពអីផ្សេងៗហ្នឹងគឺចប់ហើយណាអាហ្នឹងតើតើនឹងការយកទៅបង្កើតបណ្ដាញសង្គមណាផ្សេងៗនៅគេហៅថានៅក្នុងទូរស័ព្ទដៃរបស់យើងជាមួយនឹង email ហើយកាលណាយើងអញ្ចឹងអត្ថប្រយោជន៍របស់វាបើសិនជាយើងអត់ដាក់ email ទេពេលបាត់លេខឬក៏ភ្លេចលេខសម្ងាត់គឺចប់ហើយយើងមិនអាចយក account របស់យើងមកវិញទេបើ account ហ្នឹងយើងវាអត់សំខាន់ទេវាមិនអីទេតែបើសិនជា account បណ្ដាញសង្គមទាំងអស់ហ្នឹងវាសំខាន់សម្រាប់យើងគឺអាហ្នឹងហើយគឺជាបញ្ហាណាសូម្បីតែខ្ញុំក៏មិនអាចជួយបានដែរព្រោះយើងលេខទូរស័ព្ទយើងបាត់អីហ្នឹងណាមិនដឹងជានៅដល់ណាដល់ណីទេហើយមកឲ្យខ្ញុំជួយមិនកើតប៉ុន្តែបើសិនជាយើងនៅមាន email យើងនៅមានជំរើសណាដើម្បីឲ្យផ្ញើលេខកូដហ្នឹងទៅ email ហ្នឹងប៉ុន្តែលុះត្រាតែយើងចាំផងថាយើងបានប្រើជាមួយ email អីណាឬក៏ Gmail អីហ្នឹងឯងតែអត់ចាំ Gmail ហ្នឹងទៀតរត់តែយ៉ាប់ទៀតអញ្ចឹងនៅពេលដែលយើងបង្កើត Gmail មួយយើងត្រូវតែចាំខ្លួនឯងអា Gmail username ជា username អីគេឈ្មោះអ្នកប្រើហ្នឹងហើយប្រើជាមួយនឹងលេខសម្ងាត់អីគេអញ្ចឹងសម័យនេះហើយយើងគេចូលដល់គេថាសម័យបច្ចេកវិទ្យា AI ហើយយើងនៅអត់ទាន់ចេះបង្កើត email យើងនៅអត់យល់ថាអីនឹងជា email ទៀតបានន័យថាគេហៅថាយើងដើរក្រោយគេឆ្ងាយមែនទេណាគេចូលដល់ AI ហើយណាអញ្ចឹងយើងត្រូវតែយល់ណាការប្រើប្រាស់ email គឺវាឲ្យបានទូលំទូលាយគ្រាន់តែខ្ញុំលើកយកសំខាន់តែប៉ុណ្្នឹងមកទេសង្ឃឹមថាបងប្អូនយល់ហើយណាអានឹងចំណុចមួយអាចតទៅនឹងការយើងបង្កើតនៅបណ្ដាញសង្គម account បណ្ដាញសង្គមផ្សេងៗទី2សម្រាប់អ្នកលេងហ្គេមវិញចឹងដែរអ្នកលេងហ្គេមជាពិសេសហ្គេមដែលគេថាត្រូវការបើក Wi-Fi ឬភ្ជាប់ online ត្រូវការអ៊ីនធឺណិតឲ្យលេងឬហ្គេមផ្សេងក៏ដោយឧទាហរណ៍ថាហ្គេម Hay-Day Candy Crush ឬក៏ហ្គេមអីផ្សេងទៀតនៅពេលដែលយើងលេងដល់ level ខ្ពស់ហើយបាត់ទូរស័ព្ទទៅហើយហ្គេមយើងអត់បានភ្ជាប់ជាមួយនឹង email ហ្នឹងទេណាអញ្ចឹងយើងចង់យកហ្គេមហ្នឹងមកលេងត level តវគ្គហ្នឹងគឺអត់បានទេយើងត្រូវលេងចាប់ពីវគ្គ1មកវិញទៀតតែបើសិនជាយើងមាន email ឬយើងបានភ្ជាប់ហើយមិនថាជា game Hay-Day ឬក៏ Candy Crush ឬក៏ game អីផ្សេងទៀតណាដែលមានវគ្គមាន level មានអីឡើងចឹងទៅពី1ដល់ប្រមាណ100អីចឹងទៅនៅពេលដែលយើងបានភ្ជាប់ជាមួយនឹង email ទាំងអស់ហ្នឹងមិនថាជា Yahoo Mail Gmail Outlook Mail ណាឬក៏ Outlook Mail អីក៏ដោយចឹងគេថាខ្ញុំព្យាយាមឲ្យបងប្អូនទាំងអស់គ្នាយល់កាលណាយើងអត់បានភ្ជាប់ទេគឺចប់ហើយណាគឺនៅពេលដែលយើង download ណាយើងបាត់ទូរស័ព្ទយើងច្រឡំលុបហើយយើង download មកលេងសារថ្មីគឺយើងអត់បានភ្ជាប់
គឺយើងលេងពីវគ្គ1ជឿថាបងប្អូនអត់ចង់លេងពីវគ្គ1មកអញ្ចឹងលេងដំណាគឺយើងចង់តទៅទៀតជាក់ស្ដែងដូចខ្ញុំអញ្ចឹងហ្គេមរបស់ខ្ញុំពីច្រើនទាំងអស់ខ្ញុំភ្ជាប់ជាមួយ mail ទាំងអស់ហើយពេលដែលខ្ញុំជួបទូរស័ព្ទឬក៏ខ្ញុំបាត់ទូរស័ព្ទឬលក់ឬក៏ច្រឡំលុប download មកវិញយើងគ្រាន់តែភ្ជាប់ email យើងបើកមើលលេខកូដគេផ្ញើទៅ email ហ្នឹងមកយើងដាក់ចូលមកគឺឡើងមក level យើងប៉ុណ្ណានៅប៉ុណ្ណឹងទាំងអស់របស់របរគ្រឿងអីយើងនៅក្នុងហ្នឹងគឺមានមកវិញទាំងអស់ណាអញ្ចឹងអានេះហើយគឺជាអត្ថប្រយោជន៍ email របស់យើងហើយបើនិយាយពីអត្ថប្រយោជន៍ហ្នឹងគឺវាច្រើនយើងនឹងទៅគេយកទៅប្រើច្រើនណាហើយសម្រាប់អ្នកដែលគេស្រាវជ្រាវឬក៏គេឈ្មោះជាមួយនឹង website ណាហើយសម្រាប់ការងារអីផ្សេងក៏អញ្ចឹងដែរគឺយើងអាចនិយាយបានថាគឺវាសំខាន់មែនទែនហើយសម្រាប់ Gmail នេះសូម្បីតែការបង្កើតនៅ Apple ID អីហ្នឹងក៏យើងត្រូវប្រើ Gmail ហ្នឹងដែរដើម្បីឲ្យមានភាពងាយស្រួលណាអញ្ចឹងសង្ឃឹមថាបងប្អូននឹងយល់ទាក់ទងនឹង email ណាអញ្ចឹងបានន័យថា email យើងសំដៅទៅលើ mail ទាំងអស់មិនថា mail មួយណាទេឲ្យយើងបង្កើតអញ្ចឹងមុននឹងយើងមាន email ទាំងអស់ហ្នឹងយើងត្រូវបង្កើតដែលគេហៅនិយាយថា Gmail គ្រាន់តែជា Google Mail វាជា mail មួយរបស់ក្រុមហ៊ុន Google ណាអញ្ចឹង Yahoo វាជាក្រុមហ៊ុនមួយរបស់ Yahoo អញ្ចឹងទៅអូខេអញ្ចឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នាយល់ហើយកុំឲ្យថានៅតែអត់យល់តែអត់ឆ្ងល់ណាយើងបង្កើត email ហ្នឹងហើយបានយើងបាន mail មួយណាបាន email មួយហើយយើងយក email ហ្នឹងហើយយើងយកទៅភ្ជាប់ជាមួយបណ្ដាញសង្គមយើងយកទៅភ្ជាប់ជាមួយ game យើងយកទៅភ្ជាប់ជាមួយនឹងស្អីផ្សេងទៀតដើម្បីអីឲ្យវារក្សាអ្វីដែលមានណាដែលយើងមានកុំឲ្យបាត់ទៅចឹងកាលណាយើងបាត់ទៅយើងនៅមាន email ហ្នឹងយើងចាំ email យើងចាំលេខសម្ងាត់យើងទៅយើងដាក់ទៅយើងភ្លេចលេខសម្ងាត់គេផ្ញើលេខថ្មីឬក៏លេខគេហៅថាជាងទាត់សារថ្មីមកឲ្យយើងផ្លាស់ប្ដូរលេខសម្ងាត់ទៅក្នុង email ហ្នឹងឯងណាដោយមិនចាំបាច់ប្រើលេខទូរស័ព្ទរបស់យើងហ្នឹងទេណាមិនថាជា game ហើយមិនថាជា account បណ្ដាញសង្គមផ្សេងៗរបស់យើងនោះទេណាអញ្ចឹងសង្ឃឹមថាបងប្អូននឹងយល់ហើយសម្រាប់ខ្ញុំវិញអ្វីដែលខ្ញុំចង់ឲ្យបងប្អូនធ្វើណានៅក្នុងឯថាសម័យគេទំនើបបច្ចេកវិទ្យា AI ឬក៏ IT ណាវិទ្យាសាស្ត្រទំនើបនេះគឺអ្វីដែលខ្ញុំចង់ឲ្យបងប្អូនណាចេះយល់ច្បាស់មែនទែនគឺ email ហ្នឹងឯង email ដើរតួសំខាន់មែនទែនសូម្បីតែយើងណាចង់ចូលទៅបង្កើតវីដេអូ AI អីក៏ដោយក៏យើងត្រូវការយក email ហ្នឹងទៅបង្កើតដែរណាវីដេអូ AI ដែលបងប្អូនឃើញគេបរៀនយើងហ្នឹងយើងចង់ចោះឈ្មោះចូលទៅប្រើ website ណាមួយឬក៏កម្មវិធីណាមួយដែលអនុញ្ញាតឲ្យយើងធ្វើវីដេអូផលិតវីដេអូ AI បានក៏យើងត្រូវតែមាន email មួយឬក៏មាន account របស់គេមួយដែរណាពេលយើងចោះឈ្មោះទៅគេសួរយើងហើយណា email អីលេខសម្ងាត់អីបង្កើតថ្មីណាអញ្ចឹងបើសិនជាយើងអត់មានទេបងប្អូនគឺมันអាចណាចូលទៅប្រើប្រាស់គេហៅថាកម្មវិធីទាំងអស់ហ្នឹងដើម្បីផលិតវីដេអូ AI របស់យើងបាននោះទេអញ្ចឹងសង្ឃឹមថាការនិយាយបកស្រាយរបស់ខ្ញុំម្ដងនេះអាចឲ្យបងប្អូនទាំងអស់គ្នាយល់ហើយសង្ឃឹមថាបងប្អូនដែលសួរខ្ញុំកន្លងមកគាត់នឹងយល់ដូចគ្នាផងដែរគឺកាលពីវីដេអូមុនខ្ញុំលម្អិតច្រើនជាងវីដេអូនេះផងណាគឺខ្ញុំនិយាយច្រើនមែនទែនហើយវីដេអូនេះខ្ញុំនិយាយត្រួសហើយចំណុចសំខាន់ណាដែលអាចឲ្យគាត់យល់ទេចឹងបើសិនជាគាត់អត់យល់ទៀតអានឹងខ្ញុំក៏មិនដឹងធ្វើយ៉ាងម៉េចដែរបើស្ដាប់ឲ្យនៅតែមិនយល់អញ្ចឹងរបៀបបង្កើត email បងប្អូនអាចចូលទៅមើលនៅក្នុង YouTube ខ្ញុំក៏បាន Facebook របស់ខ្ញុំក៏បានឬក៏ YouTube បងប្អូនដទៃទៀតក៏បានដែរណាយើងរួមឲ្យតែយើង search យើងស្វែងរកនៅក្នុង YouTube ទៅមិនថាឲ្យមើលតែរបស់ខ្ញុំទេបងប្អូនស្វែងរកឃើញវីដេអូណាដែលទាក់ទងនឹងការបង្កើត email មិនថាជានៅក្នុង Facebook ឬ YouTube ទេបងប្អូនមើលទៅមិនបាច់ថាជារបស់ខ្ញុំទេរបស់អ្នកណាក៏ដោយព្រោះរបៀបបង្កើតអីក៏មិនសូវខុសគ្នាប្រហែលដែរគ្រាន់តែការបញ្យល់រៀងខុសគ្នាបន្តិចតែប៉ុណ្្នឹងឯងណាអូខេអញ្ចឹងបងប្អូនចង់ចេះបង្កើត email ឬក៏ Gmail ឬក៏ mail ផ្សេងៗណាបងប្អូនចូលទៅមើលទៅណា YouTube ខ្ញុំក៏បាន YouTube creator យើងផ្សេងខ្ញុំក៏បានដែរណាមិនបាច់ថារបស់ខ្ញុំទេអូខេអញ្ចឹងសង្ឃឹមថាមើលហើយបងប្អូនអាចបង្កើតបានណាហើយតាក់ទងនឹងការដាក់លេខទូរស័ព្ទអញ្ចឹងដែរណាបើសិនជាដាក់ទៅអត់បានអត់អីហ្នឹងវាអាចមកពីបញ្ហាលេខទូរស័ព្ទរបស់បងប្អូនអាចនឹងធ្លាប់មានគេធ្លាប់បង្កើតពីមុនមកអីចឹងឯងអូខេអញ្ចឹងសង្ឃឹមថាវីដេអូមួយនេះនឹងជួយបងប្អូនឲ្យយល់កាន់តែច្បាស់ហើយពីអត្ថប្រយោជន៍របស់ email ឬក៏ Gmail ណាអញ្ចឹងបញ្ជាក់ឲ្យច្បាស់ម្ដងទៀត email គឺសំដៅគ្របទៅលើគ្រប់ email ទាំងអស់ណាដូចជា Gmail Yahoo Mail Outlook Mail Hotmail អាហ្នឹងគេហៅថា email អញ្ចឹងបងប្អូនចង់បង្កើត mail មួយណាក៏បានដែរមិនមែនថាឲ្យបង្កើតទាំង 4-5 mail ហ្នឹងទេយើងបង្កើតមួយមកយើងយកមកជាប់ជាមួយបណ្ដាញសង្គមរបស់យើងយកមកភ្ជាប់ជាមួយ game របស់យើង
ដើម្បីកុំឲ្យវាបាត់ទៅណាហើយពេលវាបាត់ទៅយើងអាចស្រាវជ្រាវយកមកវិញបានណាអូខេអញ្ចឹងសង្ឃឹមបងប្អូនទាំងអស់គ្នានឹងយល់អរគុណហើយជាចុងក្រោយសង្ឃឹមថាបងប្អូនជួយចែករំលែកវីដេអូរបស់ខ្ញុំក៏ដូចជាចុច follow ឬក៏ subscribe នៅបណ្ដាញសង្គមរបស់ខ្ញុំផងណាជួបគ្នានៅវីដេអូក្រោយជាបន្តបន្ទាប់ទៀត